ឥឡូវនេះពួកខ្ញុំទាំងពីរនាក់គឺកំពុងតែលេងលើហើយខ្ញុំចូលគេងលឿនចូលគេងម៉ោង5ល្ងាចនៅនេះខ្ញុំចូលបាត់ហើយព្រោះវាល្ងាចដេកពេកហើយចិត្តឡែកហើយដល់ពេលម៉ោង4ឬម៉ោង3ខ្ញុំងើបបាត់ហើយឥឡូវនេះខ្ញុំងើបតាមម៉ោង4ចាប់ដើមបុកគ្រឿងចង់ហូបណាប្រហុកបកជាមួយត្រីឆ្អើរខ្ញុំអរគុណច្រើនណាអ្នកគ្រូដែលបានជូនត្រីឆ្អើរហើយនឹងបងស្រីនៅភ្នំពេញមករដ្ឋាគាត់ជូនត្រីឆ្អើរខ្ញុំដែរអូថាមកដល់គឺមិនគិតអីទេនេះណាគិតតែបុកហើយនឹងម្ទេសប្អូនស្រីនៅផ្ទះខ្ញុំលីងវាហើយយកមកបានមកកតុងដែរបានមកកតុំតូចទេពេលមកដល់នេះអត់មានអារម្មណ៍ថាអ្វីគឺយកមកមិនបានច្រើនទេពេលនៅឯនោះវិញអូសិតតែគិតថាខ្លាចច្រើនជ្រុលពេលម្ដងនេះបានដឹងហើយក៏បានត្រាប់មួយចំនួនដែរមានត្រាប់ពុតញងហើយនឹងត្រាប់ស្រួយយកបានមកតែ2 3ដែលហ៊ានយកមកច្រើនបើគេចាប់បានស្រយហើយខ្ញុំហើយបកផងមើលថ្ងៃផងឥឡូវនេះម៉ោង4កន្លះហើយថ្ងៃអត់ទាន់រីទេប៉ុន្តែស្រុកនេះឲ្យតែរដូវផ្ការីកឬអីចេះទៅវាថ្ងៃរះលៀងលឿនមេឃភ្លឺលឿនណាហើយនឹងបានប្រហុកអ្នកគ្រូក៏ទិញយកមកឲ្យដែរខ្ញុំខ្ចប់យកមកមិនដល់1គីឡូទេព្រោះឲ្យវាធ្ងន់ណោះលើសគីឡូលើសអីបន្ថយហើយបកផ្លេចដាក់ខ្ទឹមខ្ញុំក៏ដុតខ្ទឹមនៅលើចក្រានហ្នឹងបកថែមគឺថាមួយចាននេះប្តីខ្ញុំគេថាធ្វើអីទេនោះទាំងព្រឹកមកបកប្រហុកបកអីទាំងព្រឹកនោះស្អុយបាញ់ផ្ទះ